បាត់ឥឡូវគឺជារូបមន្ត rank ណា rank function រូបមន្តចំណាត់ថ្នាក់ឬយើងធ្វើចំណាត់ថ្នាក់អញ្ចឹងចំណាត់ថ្នាក់នឹងចង់មានន័យថាម៉េចមានន័យថាប៊ិចសៀវភៅប៊ិចស្មើដៃ highlighter អីទាំងអស់ហ្នឹងខ្ញុំលក់រយៈពេល5 10ថ្ងៃអញ្ចឹងខ្ញុំថ្ងៃមួយលក់បានប៉ុណ្ណេះថ្ងៃពីរបានប៉ុណ្ណេះថ្ងៃ3បានប៉ុណ្ណេះអញ្ចឹងទៅរួចហើយខ្ញុំចង់ដឹងថារយៈពេល10ថ្ងៃហ្នឹងតើមួយណាលក់ដាច់ជាងគេតាមលេខរៀង1 2 3 4 5ចឹងហ្នឹងអញ្ចឹងខ្ញុំណាត់ថ្នាក់តើប្រភេទមួយណាដែលលក់ដាច់ជាងគេឬក៏យកចំណាត់ថ្នាក់លេខ1ឬក៏លេខប្រមាណតាមហ្នឹងចឹងទៅចឹងគឺចំណាត់ថ្នាក់អញ្ចឹងមុននឹងយើងទៅរករូបមន្តចំណាត់ថ្នាក់បានលុះត្រាតែយើងរកចំនួនគិតជា average វាសិនក្នុងមួយថ្ងៃសិនមួយថ្ងៃតើយើងត្រូវលក់បានប្រមាណសិនជាមធ្យមសិនអញ្ចឹងយើងរក average មុនអញ្ចឹងយើងរូបមន្ត average យើងដឹងហើយ average ទៅរូបមន្ត average សិនមកអញ្ចឹង average ហើយយើង select ពីថ្ងៃ1ដល់ថ្ងៃ10ហើយយើងបិទវាវិញអញ្ចឹងយើងបានប៊ិចសៀវភៅយើងលក់ក្នុងមួយថ្ងៃជាមធ្យមបាន5.9អញ្ចឹងយើងទី2មកអស់មកអញ្ចឹងយើងមានជាមធ្យមភាគអស់ហើយបន្ទាប់មកយើងយកមធ្យមភាគហ្នឹងដើម្បីរកចំណាត់ថ្នាក់តើមួយណាលក់ច្រើនជាងគេក្នុងមួយថ្ងៃមានន័យថាវាលេខ1ហើយអញ្ចឹងក្នុងនេះថ្ងៃណាគឺ8.8អញ្ចឹងមានន័យថា highlighter យើងលក់បានច្រើនជាងគេអញ្ចឹងបាទអញ្ចឹងយើងរកចំណាត់ថ្នាក់គឺប្រើរូបមន្តមួយដែលមានឈ្មោះថា rank យើងចតបន្ទាប់មកវាដាក់ number អញ្ចឹងយើងចង់រកនេះ average ឯងចុច average នេះមកបន្ទាប់មកយើងបៀបន្ទាប់មក reference មានន័យថាយើងប្រៀបធៀបពីណាដល់ណាមានន័យថាយើងប្រៀបធៀបទាំងអស់ហ្នឹងតាំងពី book រហូតដល់ eraser អញ្ចឹងយើង select មធ្យមទាំងអស់ហ្នឹងមកយើង select ទាំងអស់ហ្នឹងមកបាទយើង select ទាំងអស់ហ្នឹងមកហើយយើងចុចF2 F4 យកចុច F4 នេះដើម្បីដាក់សញ្ញាដុល្លារសញ្ញាដុល្លារមានន័យថាសញ្ញាចងភ្ជាប់កុំឲ្យយើង copy មកវារត់អញ្ចឹងយើងដាក់សញ្ញាដុល្លារឬបើយើងអត់ចេះដាក់ F4 ហ្នឹងទេយើងអត់ចេះដាក់ F4 ហ្នឹងទេយើងប្រើសញ្ញាដុល្លារនេះយើងចុចដាក់ដុល្លារនៅខាងមុខអក្សរនេះមានន័យថាចងកលឹមយើងចងអត់ឲ្យវារត់ទេហើយយើងចងលេខមានន័យថារនេះរ6ក៏ខ្ញុំមិនឲ្យរត់ដែររហូតដល់នឹងដដែលឲ្យរត់ទេរហូតដល់13បាទហើយយើងបិទវាចុចពេលបើខ្ញុំបញ្ជាក់អញ្ចឹងយើងអាចចុច F4 ក៏បានដែរមិនមែន F4 F F friend F4 អញ្ចឹងគេឧទាហរណ៍មកអញ្ចឹងមានន័យថាសៀវភៅនេះនឹងលក់នៅក្នុងលេខរៀងទី6មានន័យថាចំណាត់ថ្នាក់លេខ6អញ្ចឹងយើង copy មកអញ្ចឹងនេះឃើញទេ highlighter លេខ1លេខ2step plus លេខ3អីគេ3បាទដល់អញ្ចឹងយើងអត់ដឹងលេខ1ណាលេខ2ណានៅទៅប៉ាអញ្ចឹងយើងអាចសតទៅបានយើង select វាទាំងអស់ហើយយើងយកកន្លែង data ហើយយក sort យក sort ពី A ដល់ Z យកនេះយកសំណាញ់នេះ sort មកហើយយើង sort ទៅកន្លែងណាយើង sort នៅកន្លែងណានេះនៅកន្លែងទីមកយើងបានលេខ1ទីលេខ3លេខ4លេខ5លេខ1លេខ7លេខ8